បងខ្ញុំចង់ដឹងបន្តិចពាក់ព័ន្ធជាមួយនឹងការឆ្លោះតង់សូត្រណាបងជាធម្មតាគ្រូប៉ែតគាត់ថត X-ray ហើយខ្លះទៅគាត់ត្រូវចាំបាច់ស្ដាប់សូត្របាទហើយអាចនឹងធ្វើការព្យាបាលបានហើយតែលក្ខខណ្ឌណាទៅបើយើងចាំបាច់ឈានទៅដល់ការឆ្លោះមើលតង់សូត្រតែម្ដងអូខេតកតងជាមួយនឹងនៅពេលដែលអ្នកជំងឺគាត់ចូលមកទម្រង់ជាការក្អកឬក៏មានការក្តៅខ្លួនជាដើមបន្ទាប់ពីការថតសូត្រហើយយើងវាតម្លៃតាមរយៈការស្ដាប់សូត្រទៅឃើញថាមានការរលាកឧទាហរណ៍ថាមានការរលាកអញ្ចឹងអ្នកជំងឺយើងទាមទារយកកំហាក់គាត់ទៅពិនិត្យដើម្បីចង់ដឹងថាតើការរលាកហ្នឹងបង្កឡើងដោយមេរោគអ្វីទន្ទឹមនឹងការពិនិត្យពេលខ្លះអ្នកជំងឺគាត់អត់មានកំហាក់ទេអញ្ចឹងការឆ្លោះតង់សូត្រគឺជាតិចនិចមួយល្អដើម្បីចូលទៅក្នុងតង់សូត្ររបស់គាត់ហើយយើងបឺតយកកំហាក់ដើម្បីយកមកពិនិត្យក្នុងករណីនោះដែរយើងអាចចូលទៅដើម្បីដឹងថាតើតង់សូត្ររបស់គាត់រលាកកម្រិតណាឬក៏រលាកដល់កន្លែងណាទៅតាមការវិតម្លៃនៅពេលដែលយើងឆ្លោះផងដែរមួយទៀតក្នុងករណីដែលយើងថតសូត្រហើយយើងស្រាប់តែយើងសង្ស័យថាអ្នកជំងឺមានដុំសាច់ណាមួយទៅលើសូត្ររបស់គាត់យើងនឹងអាចស្នើសុំធ្វើ CT scan ទៅលើសូត្ររបស់គាត់បន្ទាប់ពីយើង CT scan ហើយពេលខ្លះយើងឃើញថាតើមានការមានដុំហ្នឹងទៅលើតងសូត្ររបស់គាត់ឬក៏ដុំហ្នឹងគៀកនឹងតងសូត្ររបស់គាត់អញ្ចឹងការឆ្លោះតងសូត្រក៏អាចចូលទៅដើម្បីធ្វើការច្រឹបយកដុំសាច់ទៅពិនិត្យកោសិកាមហារីកផងដែរបាទអញ្ចឹងសិតតែជាលក្ខខណ្ឌពិសេសបានយើងធ្វើការឆ្លោះតងសូត្រអូខេបន្ថែមពីនេះទៀតការឆ្លោះតងសូត្រក្រៅអំពីការធ្វើរោគវិនិច្ឆ័យយើងអាចធ្វើការព្យាបាលបានដែរឧទាហរណ៍ថាអ្នកជំងឺគាត់ចូលមកភ្លាមគាត់មានការក្អកធ្លាក់ឈាមបន្ទាប់ពីយើងខត់ឈាមគាត់អីហើយយើងអាចចូលទៅរកតាមរយៈការឆ្លោះតង់សូត្រថាតើប្រភពនៃការធ្លាក់ឈាមរបស់គាត់មកពីកន្លែងណាបើសិនជាយើងរកឃើញប្រភពហើយយើងអាចខត់ឈាមគាត់ក្នុងអំឡុងពេលការឆ្លោះតង់សូត្រនោះផងដែរក្រៅពីនេះទៀតទៅលើអ្នកជំងឺមួយចំនួនគាត់ចូលមកទម្រង់ជាការឆ្លាក់របស់ណាមួយចូលទៅក្នុងតង់សូត្ររបស់គាត់ការឆ្លោះតង់សូត្រក៏មានតួនាទីសំខាន់នៅក្នុងការចាប់យកវាចេញមកផងដែរអ្វីដែលសំខាន់មួយទៀតអ្នកជំងឺមួយចំនួនក្នុងអំឡុងពេលដែលគាត់ព្យាបាលហើយslash គាត់របស់គាត់គាំងខ្លាំងពេកនៅក្នុងតងសូត្ររបស់គាត់ការឆ្លោះតងសូត្រគឺមានតួនាទីសំខាន់នៅក្នុងការបឺត slash ហ្នឹងមកអញ្ចឹងពេលដែលយើងបឺត slash ហ្នឹងមកបានច្រើនអ្នកជំងឺក៏គាត់ធូរនៅក្នុងការដកដង្ហើមដែរបាទខ្ញុំគិតថាប្រហែលជាមនុស្សមួយចំនួនធំអត់បានដឹងអំពីការឆ្លោះតងសូត្រដែរបើថាគាត់ឆ្លាក់ហើយអញ្ចឹងទៅគាត់នឹងគួរតែធ្វើម៉េចយកអានឹងចេញបាទតែនេះគឺគេមានបច្ចេកទេសរបស់គេធ្វើបាទយើងមានបច្ចេកទេសនៃការឆ្លោះតងសូត្រអូខេអរគុណបាទចូលមើលព័ត៌មានអំពីមន្ទីរសម្រាប់ព្យាបាល Air Plus លម្អិតជាមួយនឹងព័ត៌មានគ្រូពេទ្យនិងសេវាកម្មផ្សេងៗនៅក្នុង App Meet Doctor